បាទតើតើជាមួយនឹងក្លឹបអ្នកមានបន FC Barcelona កំពុងតែសម្លឹងមើលបាទកីឡាករខ្សែប្រយុទ្ធដែលកំពុងតែឡើងជើងខ្លាំងបាទគឺកីឡាករបាទ Gyökeres បាទរបស់ក្លឹបបាទ Sporting CP នៅឯ Portugal យើងគិតថាសម្រាប់ក្លឹបអ្នកមានបន Barcelona ក្រោយតែលោក John Laporta មកដឹកនាំជាអ្នកគ្រប់គ្រងប្រធានក្លឹបហើយការរៀបចំរបស់ Barcelona ហាក់ដូចជាមានភាពល្អប្រសើរឡើងវិញស្ថានភាពហិរញ្ញវត្ថុក៏ចាប់ដើមមានភាពល្អប្រសើរជាដូច្នេះក្លឹបក៏គេថាមានឱកាសឬក៏មានបាត់ចិត្តនៅក្នុងការចំណាយទៅលើការទិញកីឡាករល្អៗដើម្បីមកចូលរួមនៅក្នុងការប្រកួតប្រជែងយើងនឹងថាគុណភាពរបស់ក្លឹប Barcelona គឺជាក្លឹបដែលអាចនិយាយបានថាមានការប្រកួតប្រជែងខ្ពស់មែនទែននៅក្នុងការប្រកួតពានរង្វាន់អឺរ៉ុបបាទ UEFA Champions League ដូច្នេះកីឡាករមួយចំនួនក៏មានបំណងនៅក្នុងការទៅចូលរួមជាមួយនឹង Barcelona ផងដែរបាទដល់ឡែកបើយើងចាប់លើកឡើងតទៅជាមួយនឹងបាទក្លឹប Barcelona នោះវិញកំពុងតែសម្លឹងមើលមានន័យថាកិច្ចព្រមព្រៀងអាចនៅក្នុងរង្វង់70លានអឺរ៉ូបាទសម្រាប់ការដាក់សំណើទៅ Sporting CP ដើម្បីចុះហត្ថលេខាយកកីឡាករបាទខ្សែប្រយុទ្ធបាទPeter Gyökeres មកចូលរួមបាទកីឡាកររូបនេះអមែនតើទៅបើសិនបើ Sporting ធ្វើការពិចារណានៅក្នុងការលក់ឬក៏ផ្ទេរចេញនៅពាក់កណ្ដាលរដូវកាលនេះគឺចំណេញលើគោកបាទព្រោះដោយសារគាត់គឺជាកីឡាករដែលសុទ្ធបញ្ចូលទីច្រើនជាងគេនៅ UEFA Champions League នៅក្នុងពេលបច្ចុប្បន្នហើយក៏ជាកីឡាករដែលសុទ្ធច្រើនជាងគេនៅលីកកម្ពុជារបស់ Portugal បាទអញ្ចឹងមានន័យថាគាត់កំពុងតែរះកំពុងតែល្អប៉ុន្តែប្រសិនបើគាត់នៅជាមួយនឹង Sporting មួយឆ្នាំពេញណាឧទាហរណ៍ថាគាត់នៅតែធ្វើបានល្អជាងទៀតឱកាសរបស់គាត់ក៏ដូចជាទីផ្សាររបស់គាត់គឺនៅតែមានហើយក៏ Sporting ក៏អាចនឹងរកប្រាក់ចំណូលតាមរយៈការផ្ទេរគាត់ទៅក្លឹបផ្សេងៗនោះក៏រឹតតែច្រើនជាងដែរបាទប៉ុន្តែកុំភ្លេចថាបើទាត់អ្វីៗក៏អាចកើតឡើងបានដែរឧទាហរណ៍ក្នុងករណីដែលគាត់ទៅលេងឲ្យក្រុមជម្រើសជាតិស៊ុយអែតឬក៏គាត់ទៅលេងនៅក្នុងពានរង្វាន់ផ្សេងៗមានបញ្ហារបួសបាទឧទាហរណ៍ទេណាមិនមែនថាជារឿងមួយដែលចង់ឲ្យកើតឡើងទេប្រសិនបើមានបញ្ហានឹងកើតឡើងមែនគឺចប់ហើយបាទគឺខាតទាំងដងតែម្ដងបាទប្រសិនបើរបួសឲ្យត្រឡប់មកក្នុងរយៈពេលខ្លីមកវិញអត់អីទេតែបើរបួសរយៈពេលយូរគឺថាខាតលើគោកវិញបាទកីឡាកររូបនេះបើខ្ញុំមើលពីទិសដៅរបស់គាត់ប្រហែលជាចង់មកមិនយូរច្រើនជាងគេសកាបាទបើតាមអ្វីដែលយើងធ្លាប់លើកឡើងកន្លងទៅព្រោះដោយសារតែតំណងគាត់រវាងនឹងអតីតអ្នកចាត់ការក្រុមដូចជាគ្រូបង្វឹករបស់គាត់លោក Ruben Amorim ការនៅដឹកនាំ Sporting ក៏ជោគជ័យដែរជាមួយគ្នាដែរមានន័យថាលោកដឹកនាំ Sporting អត់មានផ្លត់ចាញ់ក្នុងមកប្រកួតសំទោសចាញ់មកប្រកួតនៅក្នុងមួយរដូវកាលការប្រកួតនៅក្នុងលីកអញ្ចឹងមានថាមិនមែនជារឿងចៃដន្យទេហើយពេលដែលគាត់រះខ្លាំងក៏ល្អខ្លះក៏ម្លងពេលដែលរជ្ជកាលលោក Ruben Amorim ដែរហើយឥឡូវនេះបើយើងធៀបជាមួយនឹង Club Sporting CP ដែលមានមូលដ្ឋាននៅឯ Portugal កន្លងទៅក៏ធ្លាប់មានកីឡាករដែលល្អរះពី Sporting នេះមករះនៅទឹកដី Man U ដែរបាទមានកីឡាករជាក់ស្ដែងដូចជា Anderson កីឡាករ Anderson របស់ប្រេស៊ីលកីឡាករ Nani ណា Nani របស់ Portugal កីឡាករផ្សេងទៀតដូចជា Cristiano Ronaldo ក៏ផ្ទេរមកពី Sporting ដែរបាទ Bruno Fernandes បាទ Bruno ដូចគ្នាអញ្ចឹងខ្ញុំគិតថាតំណងរវាង Man U ជាមួយនឹង Sporting អាចជាតំណងមួយយើងមិនដឹងតែក្នុងផ្លូវការឬក៏ក្រៅផ្លូវការទេប្រហែលជាល្អមួយវិញទៀតម្លងពេលដែលលោក Ruben Amorim គាត់ជាគ្រូបង្វឹកដែលផ្ទេរមកពី Sporting ដូចគ្នាបាទប៉ុន្តែ Barcelona ប្រសិនបើក្នុងករណីដែលចង់បានកីឡាកររូបនេះមកសកាខ្ញុំចូលបន្តិចទៅខ្ញុំគិតថាអារម្មណ៍ក៏ដូចជាការចង់ចូលរួមជាមួយនឹង Barcelona ប្រហែលជាអាចទាំងតិចជាងដែលគាត់ចង់មក Man U អានោះរឿងមួយទៀតប្រសិនបើក្នុងករណីដែល Barcelona ដាក់សំណើតតែខ្ពស់ជាង Man U ឆ្ងាយដែរឧទាហរណ៍ណាបាទអញ្ចឹងឧទាហរណ៍បើក្លឹបមិនបានគិតពីអនាគតរបស់កីឡាករគាត់ចង់បានតែអភ័ក្រចំណេញ benefit ហ្នឹងបើសិន Barcelona ដាក់ច្រើនអូខេអត់អីទេប៉ុន្តែបើប្រហែលគ្នាឬក៏ស្មើគ្នាខ្ញុំគិតថាប្រហែលជាគេ push បាទ Victor Gyökeres ទៅMan U ច្រើនជាងហើយព្រោះថាឥឡូវនេះ Man U កំពុងតែខ្វះខាតខ្សែប្រយុទ្ធហើយបើនិយាយពី Barcelona ឥឡូវនេះពេញសាច់ហើយបាទមានកីឡាករល្អជាពិសេស
កីឡាកររបស់ Lewandowski កំពុងតែបង្ហាញខ្លួនដល់ល្អជាខ្សែប្រយុទ្ធកណ្ដាលដល់ល្អអញ្ចឹងបើសិនបើគាត់ទៅក៏ត្រូវប្រកួតប្រជែងដែរបាទគាត់ទៅប្រកួតប្រជែងជាមួយ Lewandowski បាទនេះក៏ជាការយល់ឃើញរបស់ខ្ញុំទេខ្ញុំអាចនឹងចូលរួមចំណុចប៉ុណ្ណឹងប៉ុន្តែសខាយបន្ថែមគេលោកថាបងប្អូនយើងហ្នឹងក៏ចង់ដឹងអីបន្ថែមក្រៅពីនឹងទៀតអញ្ចឹងណាបាទតែតើតើជាមួយនឹងកីឡាករ Victor Gyökeres នេះមែនទែនក្លឹបនៅតំបន់អឺរ៉ុបធំចង់បានណាដោយសារតែជាខ្សែប្រយុទ្ធដែលកំពុងតែឡើងជើងខ្លាំងដោយដែលវង David បាទជំរាបជូនមកប្រិមិត្តចឹងជា top scorer បាទនៅក្នុងការប្រកួតនៅលីករបស់ Portugal បាទជា top scorer កាលពីរដូវកាលមុនបាទជាពិសេសការប្រកួតរបស់គាត់នៅ Champions League ក៏គាត់រកគ្រាប់បាល់បានច្រើនដែរសម្រាប់ឲ្យ Sporting CP ណាអញ្ចឹងយើងឃើញបណ្ដាក្លឹបធំចង់បានគាត់បើយើងនិយាយពី Barcelona អាចនិយាយបានថាស្ថានភាពហិរញ្ញវត្ថុរបស់គាត់ល្អអត់មានបញ្ហាអីធ្ងន់ធ្ងរទៀតទេបាទល្អមកវិញហើយបាទគាត់ចាប់ដើមវិនិយោគទៅលើកីឡាករដែលវ័យក្មេងអញ្ចឹងបាទកំពុងតែឡើងជើងអញ្ចឹងហើយជាពិសេសបើនិយាយពីតំបន់ប្រយុទ្ធរបស់ Barcelona បច្ចុប្បន្នវិញមានប្រយុទ្ធដែលស្រួយហ្នឹងដូចជា Lamine Yamal បាទជាខ្សែប្រយុទ្ធស្លាបកំពុងតែឡើងជើងដែរជាយុវជនរបស់ Barcelona កីឡាករ Robert Lewandowski គាត់តែវ័យរៀងជ្រេមែនប៉ុន្តែគាត់នៅតែគុណភាពបញ្ចប់ទីគាត់ល្អអញ្ចឹងខ្ញុំគិតថាបើសិនជាមកគាត់ប្រកួតប្រជែងគ្នាហើយពិបាកណាស់បាទសម្រាប់ Barcelona កន្លែងហ្នឹងបាទលុះត្រាតែថាបើសិនជាកយោការ៉េគាត់ថាបើសិនជាចង់ឲ្យខ្ញុំទៅលេងលុះត្រាតែលក់ចេញទៅខ្ញុំទៅបាទរហូតអញ្ចឹងណាបាទប៉ុន្តែ Barcelona ក៏គាត់ហ៊ានថ្លៃដែរសកាបើតាមលេខលឺដូចជាព័ត៌មានដែលចង់បាន70លាន€សម្រាប់សំណើបើកំពុងតែរៀបចំហើយ70លាន€ប្រសិនបើមានថា Barcelona ពិតជាត្រូវការកីឡាកររូបនេះមែនអញ្ចឹង70លាន€នឹងបកគលទៅឲ្យ Sporting ហើយបាទត្រូវតែយកមកឲ្យខ្ញុំប៉ុន្តែមើលថាតើ Man U ណានៅក្នុងឥឡូវនេះក្នុងអំឡុងកាលដោះដូររដូវកាលទីផ្សារកំពុងតែបើកបាទទីទ្វារដោះដូរកីឡាករនៅឯអឺរ៉ុបកំពុងតែដោះដូរកំពុងតែបើកបែបនេះបាទខ្ញុំជឿថា Man U កំពុងតែគិតអាយ៉ា Barcelona កំពុងតែធ្វើស៊ីឬក៏មិនដែរបាទអញ្ចឹងប្រសិនបើចង់បានអាចដាក់សំណើដូចគ្នាទៅបាទអាចដាក់សំណើដូចគ្នាប៉ុន្តែក៏មានលក្ខខណ្ឌណាល្អជាងបាទ Victor Gyökeres គាត់អាចនឹងបើស្មើគ្នាខ្ញុំគិតថាគាត់អាចនឹងមក Man U ឯងដូចខ្ញុំថាអញ្ចឹងប៉ុន្តែបើសិនបើចង់បានកីឡាកររូបនេះមែនតតែលើស70លានបាទលើស70លាន€បាទ70លាន€បងប្អូនបើយើងនិយាយលេខមូលណាជាងបាទចូលប្រហែលជា80លាន$ជាងព្រោះដល់លុយ€ថ្លៃជាងលុយ$បាទអញ្ចឹងលុយ$យើងអ្នកធ្លាប់ចាយណាចាយវាក្នុងស្រុកយើងដឹងហើយតែលុយ€ក៏ថ្លៃជាងលុយ$លុយផោនក៏ថ្លៃជាងលុយ$ដែរបាទអញ្ចឹងខ្ញុំគិតថាកីឡាករខ្សែប្រយុទ្ធប្រសិនបើកំពុងតែត្រូវការមិនយូរអត់ខ្លាចទេបាទនៅក្នុងការដាក់អាច80លាន€ឬក៏90លានឬក៏100ក៏បានដែរព្រោះសារតែការនាំយកកាស៊ីមីរ៉ូមកវ័យឡើង30ជាងនៅហ៊ានចាយលុយជិត100លានជាងដែរបាទការដែលនាំយកមកអញ្ចឹងខ្សែយុទ្ធកំពុងតែល្អកំពុងតែឡើងបែបនេះខ្ញុំជឿថា Man U ប្រហែលជាមិនខ្លាចទេបាទណាមួយទៀត Man U កំពុងតែពិចារណាលោកខ្សែប្រយុទ្ធបាទជួសស្វាស៊ីស៊ីដែរបាទ Zixi Marco Rashford ហ្នឹងកំពុងតែសេរីហើយបាទអត់ទឹកទេដែរអញ្ចឹងមានន័យថាកំពុងតែដាក់គោលដៅហើយតែគាត់ថា Man U នេះធ្វើការស្ងាត់បាទមានន័យថាដាក់គោលដៅចង់បានហើយដោយសារតែតំបន់ប្រយុទ្ធហ្នឹងមានភាពខ្វះខាតបាទត្រូវរុះរើត្រូវដោះដូរអញ្ចឹងលោក Ruben Amorim ក៏បានគេថាពិចារណាលើចំណុចហ្នឹងហើយពិតព័ត៌មានដែលលេចលឺថា Victor Gyökeres ដែលគាត់ចង់មក Man U ហ្នឹងក៏ធ្លាប់លើកក៏មានដែរបាទគាត់ចង់មកជាមួយនឹងលោក Ruben Amorim ហ្នឹងដែរដោយសារតែគ្រូរបស់គាត់ស្រាប់ហ្នឹងបាទអញ្ចឹងបើគាត់មករឿងអីថាគាត់มันមានឱកាសបង្ហាញខ្លួនតែមានឱកាសនៅក្នុងការបង្ហាញខ្លួនហើយมันពិបាកប្រកួតប្រជែងទេខ្ញុំគិតថាលោក Ruben Amorim លោកចេះឆ្នៃបាទអាចបើសិនជា Victor Gyökeres មកលេងហ្ស៊ូចតជំរឿន11ដែលដំបូងបាទដោះដូរជាមួយនឹង Ramos Hojlund បាទដោយសារតែគាត់វ័យក្មេងដូចគ្នាអញ្ចឹងគាត់ប្រជែងគ្នាអញ្ចឹងមួយវិញទៀតបើសិនជាមកហ្ស៊ូលោក Ruben Amorim អាចឆ្នៃទម្រង់ដាក់ប្រយុទ្ធ2ទៀតបាទ Hojlund ផងបាទកីឡាករGyökeresទៀតអញ្ចឹងអាចទម្រង់របស់គាត់អាចឆ្នៃណាតែខ្ញុំគិតថាមួយទៀតសកា Zixi និង Marco Rashford ប្រហែលជា Marco Rashford ទៅមុនបាទព្រោះ Zixi គាត់ទៅមកថ្មីដែរទេអញ្ចឹងបើសិនបើនៅក្នុងការផ្ដាច់កងត្រាណាក៏ត្រូវចាយលុយដែរត្រូវចាយលុយខ្លាំងដែរជាមួយនឹង Zixi តែបើ Marco Rashford អត់អីថា Marco Rashford គាត់នៅយូរហើយបាទហើយខ្ញុំគិតថាបើមកដូចដែរសខាលើកឡើងអញ្ចឹងបាទ Hojlund ជាមួយនឹង Victor Gyökeres នេះគឺថា fit តែម្ដង2នៅលើបាទ2លើនេះគឺថា
ជើងសុទ្ធតែប៉ុន្តែមិនប្រកាសទេការមក English Premier League បងប្អូននឹងស្រាប់ហើយបាទគឺជាលីកកំពូលមួយដែលប្រកួតប្រជែងខ្ពស់ហើយក៏គាត់នឹងពិចារណាដែរបើសិនមក Man U នៅក្នុងរដូវកាលនេះគាត់អត់មានឱកាសលេង UEFA Champions អត់មានឱកាសនៅក្នុងការប្រកួត UEFA Champions League ទេបាទអញ្ចឹងពិបាកដែរណាពិបាកដែរហើយឥឡូវនេះ Man U កំពុងតែនៅលេខ12ទៀតបាទចំណាត់ថ្នាក់លេខ12អញ្ចឹងឧទាហរណ៍ថាបើសិនប្រកាសមកជួយស្រោចស្រង់ Man U បានរដូវកាលក្រោយអាចលេង Conference UEFA Conference League ឬក៏ Europa League ឬក៏ UEFA Champions League តតែគាត់ជួយមែនទេណាជួយខ្លាំងហ្មងបាទគាត់មានឱកាសក្នុងការប្រកួតប្រជែងនៅលើពានរង្វាន់ធំ3ហ្នឹងប៉ុន្តែបើសិនបើគាត់ទ្រាំនៅ Sporting CP បន្តិចទៀតគាត់មានឱកាសលេង UEFA Champions League ដដែលបាទអាហ្នឹងគាត់ជាការលើកឡើងការយល់ឃើញណាប៉ុន្តែបើសិនបើមិនយូរពិតតែចង់បានមែនខ្ញុំគិតថាតតដាក់តម្លៃនេះលើសពី70លានអឺរ៉ូបាទអរគុណច្រើនបាទសម្រាប់ព័ត៌មានសកម្មភាពចង់បន្ថែមទៀតទេខ្ញុំចង់ថែមបន្តិចបាទសម្រាប់ Peter Gyökeres បាទន័យថាការប្រកួតរបស់គាត់ការរកគ្រាប់បាល់របស់គាត់នៅក្នុងឆ្នាំ2025កំពុងតែខ្លាំងមែនទែនដោយសារតែការប្រកួតរបស់គាត់4ប្រកួតនេះគាត់ចូលទីបាន6គ្រាប់បាទអញ្ចឹងមានន័យថាមកប្រកួតអាចសុទ្ធចូលបាន2គ្រាប់បាទអញ្ចឹងបានន័យថាដូចបាទជើងសុទ្ធដូច Erling Haaland អញ្ចឹងណាបាទដែលឡើងជើងខ្លាំងនៅ Borussia Dortmund អញ្ចឹងឯងហើយខ្ញុំមើលភិនភាគរបស់គាត់សក់ម៉ូតសក់គាត់ស្តៀង Haaland ដែលការលេងនៅ Dortmund ណាអញ្ចឹងបើសិនជាឧទាហរណ៍បានមកលេងឲ្យ Man U ហើយ Man City ប្រជែងគ្នាស្អាតណាបាទមើលទៅជក់ចិត្តហ្មងបាទខ្សែប្រយុទ្ធទាំងពីររូបនេះបាទកពស់កពោស្តៀងគ្នាកាលមុនយើងប្រៀបធៀបថា Darwin Núñez របស់ Liverpool អាចថាល្អពេលលេងបាទប្រៀបធៀបជាមួយនឹង Erling Haaland ណាប៉ុន្តែបើសិនជាបានកីឡាករ Gyökeres នេះមកលេងតំណាងឲ្យ Man U ហើយប៉ះជាមួយនឹង Haaland លេងឲ្យ Man City អូកាន់តែជក់ចិត្តតែម្ដងបាទអរគុណ